អូការទៅបាំងស្គលនៅផ្ទះឪក្មេកចឹងពីផ្ទះឪក្មេកពីផ្ទះខ្ញុំទៅផ្ទះឪក្មេកគឺយើងចិត្តដែរទេយើងជិះឡានប្រហែលជា4-10នាទីយើងបានទៅដល់ផ្ទះឪក្មេកហើយថ្ងៃដែលទៅបាំងស្គលហ្នឹងគឺមានទឹកជំនន់កើនឡើងជាខ្លាំងទឹកជន់នេះរដូវកាលបន់ភ្ជុំហ្មងឡើងលិចស្រែអស់ហើយបងប្អូនហើយអញ្ចឹងក៏ឆ្លៀតថតយកទេសភាពទឹកជំនន់នឹងទីទៅឲ្យបងចែកបងប្អូនមើលតាម Facebook នឹងហើយនេះជាផ្លូវទៅផ្ទះឪក្មេករបស់ខ្ញុំគឺផ្លូវទៅលេងផ្ទះឪក្មេកដល់គេធ្វើសរសៃដូចយើងបានអញ្ចឹងណាក៏មកយើងបានធ្វើសរសៃអញ្ចឹងផ្ទះរបស់ឪក្មេកហើយគឺយើងបានទិញជាទឹកសតភេទជ្ជៈអីចឹងដើម្បីមករៀបចំបាំងស្គលអញ្ចឹងណាហ្នឹងហើយបន្ទាប់មកគឺយើងក៏ចាប់ផ្ដើមទៅរៀបចំយើងច្រកភេទជ្ជៈទឹកសតអីនឹងបច្ច័យតិចតួចនេះក្មួយខ្ញុំគេមកជួយច្រកដែរគឺយើងធ្វើតិចតួចទេលក្ខណៈថាធ្វើកុំឲ្យថាយើងបានធ្វើនេះបន់ទៀននេះយើងត្រូវតែធ្វើបាំងស្គលជូនម្ដាយក្មេករបស់ខ្ញុំទៅគាត់បានស្លាប់រយៈពេលប្រហែល5ឆ្នាំ6ឆ្នាំហើយអញ្ចឹងជារៀងរាល់ឆ្នាំមិនថាបន់ភ្ជុំបានមិនថាបន់ចូលឆ្នាំគឺខ្ញុំនឹងប្តីខ្ញុំតែធ្វើរៀងរាល់ឆ្នាំយើងធ្វើអត់ធំទេយើងធ្វើតិចតួចបន្ទាប់ពីយើងបានស្គាល់ហើយរួចរាល់ហើយក៏ត្រឡប់មកវិញមកកម្មវិធីមួយទៀតគឺកម្មវិធីរបស់បងស្រីរបស់ខ្ញុំក៏បានទិញឡានថ្មីអញ្ចឹងក៏មកសែនចង់ដៃឡានថ្មីរបស់គាត់អញ្ចឹងណាហេសមាជិកថ្មីជូនពរឲ្យពលរដ្ឋស៊ីមានបានមកកាន់តែច្រើនអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយបាយ